បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំមកលម្អិតពាក់ព័ន្ធជាមួយនឹងរឿងគ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃដោយល្ងាចថ្ងៃទី27វិច្ឆិកានេះទឹកបានស្រកខ្លះហើយចំនួននៃអ្នករងគ្រោះក៏បានដឹងជាពិសេសគឺជនរងគ្រោះឬមួយក៏អ្នកដែលបាត់បង់ជីវិតនៅល្ងាចថ្ងៃទី27អគ្គស្នងការនគរបាលជាតិថៃបានចេញសេចក្តីប្រកាសថាចំនួនអ្នកស្លាប់មានច្រើនជាង100នាក់ហើយនឹងបន្តស្រាវជ្រាវក៏ដូចជាព្យាយាមដោះស្រាយបញ្ហានឹងបន្តទៅទៀតបាទយើងដឹងហើយថាភាគខាងត្បូងប្រទេសថៃកន្លងមកប្រហែលថ្ងៃកន្លងមកហ្នឹងនៅក្នុងខែវិច្ឆិកានេះគឺមានទឹកជន់ខ្លាំងដែលបណ្ដាលមកអំពីទឹកភ្លៀងហើយការរងគ្រោះដោយសារទឹកជំនន់ជាពិសេសគឺការដែលมันអាចជំលះពលរដ្ឋទាន់ពេលវេលាទើបធ្វើឲ្យរងគ្រោះនិងខាតបង់ច្រើនមែនទែនដោយសារតែទឹកភ្លៀងបន្តធ្លាក់ខ្លាំងហើយអឺការឡើងខ្ពស់របស់ទឹកជំនន់នោះវាឡើងលឿនពេកមួយថ្ងៃពីរថ្ងៃឡើងចង់ផុតដបូលផ្ទះដែលទៀបល្មមគឺលិចដបូលតែម្ដងដូចបងប្អូនឃើញក្នុងរូបភាពអញ្ចឹងហើយភ្លៀងបន្តច្រើនថ្ងៃជាប់ទើបធ្វើឲ្យការជំនះអ្នកស្រុកហ្នឹងក៏ពិបាកហើយទឹកក៏ឡើងខ្ពស់ខ្លាំងបូករួមនឹងជាគ្រោះមហន្តរាយមួយដែលมันបានត្រៀមទុកជាមុនណាវាឡើងលឿនពេកបានន័យថាវាឡើងលឿនពេកទៅវាពិបាកក្នុងការគ្រប់គ្រងព្រោះដំបូងឡើយវាមិននឹកស្មានថាវានឹងកើតឡើងបែបហ្នឹងព្រោះជន់រាល់ឆ្នាំវាជន់ដែរតែវាមិនជន់ខ្លាំងដូចឆ្នាំនេះតែនៅចុងឆ្នាំ2025នេះវាជាស្ថានភាពអាក្រក់បំផុតមួយនៅក្នុងរយៈពេល25ឆ្នាំចុងក្រោយបាទដែលបណ្ដាលមកអំពីទឹកភ្លៀងដែលភ្លៀងធ្លាក់ខ្លាំងហើយក៏ទឹកជំនន់លិចខ្លាំងគួរឲ្យសោកស្ដាយដែរមែនទេទៅភាគខាងត្បូងដូចខ្ញុំធ្លាប់បញ្ជាក់នៅវីដេអូមុនអញ្ចឹងវាជាតំបន់ដែលទឹកជន់ស្ទើរតែរៀងរាល់ឆ្នាំហ្នឹងឯងគ្រាន់តែថាចុងឆ្នាំ2025នេះវាជាការឡើងលឿនបានន័យថាវាជាទឹកចំនួនមួយដែលអាក្រក់បំផុតដែរគឺมันធ្លាប់មានពីមុនមករយៈពេល25ឆ្នាំចុងក្រោយហើយចំពោះការខាតបង់នេះវាធំធេងណាស់ហើយក៏មានការវិញ្ញាច្រើនរវាងពលរដ្ឋក៏ដូចជាអាជ្ញាធរជាពិសេសថ្នាក់លើដោយរដ្ឋាភិបាលអីក៏ទទួលរងការស្ដីបន្ទោសពីរាជដែរដោយចោទថាការដឹកនាំមិនបានល្អទើបបណ្ដាលឲ្យពលរដ្ឋរងគ្រោះឬមួយក៏ភាពអសកម្មផ្សេងៗរបស់មន្ត្រីជាពិសេសគឺមន្ត្រីមូលដ្ឋានវាអាចនឹងបដោតខ្លាំងទៅលើមន្ត្រីមូលដ្ឋានដែរព្រោះមន្ត្រីថ្នាក់លើមិនបាននៅក្បែរពលរដ្ឋដោយមន្ត្រីមូលដ្ឋានថ្នាក់ក្រោមទេដូច្នេះនៅពេលដែលមានបញ្ហាបែបហ្នឹងទៅវាតែងតែរកអ្នកមកទទួលខុសត្រូវប៉ុន្តែយ៉ាងណាក៏ដោយមកទល់ថ្ងៃទី27នេះទឹកចាប់ផ្ដើមស្រកហើយថ្ងៃទី28ក៏ចាប់ផ្ដើមមានបានន័យថាពលរដ្ឋអាចឃើញពលឺព្រះអាទិត្យដោយមេឃឈប់ភ្លៀងដោយអីចឹងទៅបាទនេះគឺជាអញ្ញាបណ្ថាវាល្អប្រសើរមកវិញហើយគាត់ថាអ្នករងគ្រោះទំហំនៃការរងគ្រោះគឺវាច្រើនមែនទែនដូចបងប្អូនឃើញអញ្ចឹងគឺលិចផ្ទះសំបែងលិចរថយន្តនេះត្រូវហូរទៅតាមទឹកគឺរួមទៅគឺទំហំនៃការខាត់បងនឹងវាធំធេងមែនទែនបាទនេះខ្ញុំគាត់ចង់បញ្ជាក់ថាចំនួនអ្នកស្លាប់នៅថ្ងៃទី27ខាងអគ្គស្នងការនគរបាលជាតិថៃបានបញ្ជាក់ថាច្រើនជាង100នាក់ដូច្នេះនឹងបន្តដឹងទៅទៀតថានឹងមានការខាត់បងប្រមាណហើយសរុបនៃជនរងគ្រោះជាពិសេសគឺពលរដ្ឋដែលបាត់បង់ជីវិតនឹងមានចំនួនប្រមាណបន្ថែមទៀតគេនឹងបញ្ជាក់នៅពេលខាងមុខនេះបាទនេះក៏ជាបញ្ហាត្រួសខ្លះអំពីបញ្ហាទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃដែលដល់ថ្ងៃទី27នេះគឺចាប់ផ្ដើមល្អប្រសើរហើយបាទអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយ